សួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះយើងនឹងរៀនមេរៀនថ្មីដែលទាក់ទងទៅនឹងនាមចាឬក៏ភាសាអង់គ្លេសដែលយើងហៅថា noun ចាអញ្ចឹងមេរៀនមុនហ្នឹងយើងបានរៀនរួចមកហើយអំពីសំឡេងចេញជំនះស្រៈចាស្រៈតូលស្រៈផ្សំអីហ្នឹងយើងរៀនរួចមកហើយអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីនាមម្ដងតើអ្វីទៅគឺជានាមចាអញ្ចឹងមេរៀននេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនទាំងអស់គ្នាចាដើម្បីឈានទៅដល់ការចេះនិយាយភាសាអង់គ្លេសគឺយើងត្រូវយល់អំពីអ្វីដែលហៅថានាមអ្វីដែលហៅថាកិរិយាសព្ទអ្វីដែលហៅថាគុណនាមអញ្ចឹងយើងត្រូវស្គាល់ចាទាំងអស់អញ្ចឹងបានយើងអាចនិយាយភាសាអង់គ្លេសបានកុំឲ្យខាត់ពេលយូរតាមដានវីដេអូនេះទាំងអស់គ្នានាមចាភាសាអង់គ្លេសរបស់យើងគឺហៅថា noun ចា noun គឺប្រែថានាមនឹងឯងចានេះគឺជានិយមន័យរបស់ពាក្យថានាមអញ្ចឹងបងប្អូនដឹងអត់ថានាមនឹងមានន័យដូចម្ដេចចាអញ្ចឹងយើងមើលនិយមន័យនេះទាំងអស់គ្នាចាអញ្ចឹងនាមនឹងគឺមានន័យថាគឺជាពាក្យសម្រាប់សម្គាល់ឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្លែងជាដើមចាអញ្ចឹងនាមនឹងគឺនិយមន័យវាបែបហ្នឹងចាសម្រាប់សម្គាល់ឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្លែងជាដើមចាអញ្ចឹងយើងចូលមើលទាំងអស់គ្នាថាសំដៅទៅលើឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិទីកន្លែងហ្នឹងគឺបែបម៉េចចាយើងមើលទាំងអស់គ្នានាមសំដៅទៅលើមនុស្ស people ឬក៏ person ចាយើងសំដៅទៅលើមនុស្សចាអញ្ចឹងគឺឧទាហរណ៍ពាក្យថា teacher ចាមានន័យថាគ្រូបង្រៀនអញ្ចឹងថាពាក្យវាគឺជានាមនឹងឯងគឺមានន័យថាគ្រូបង្រៀននេះចា girl ថ្នាក់ពាក្យជានាមដែរប្រែថាក្មេងស្រីចា doctor វេជ្ជបណ្ឌិតចា farmer ន័យថាកសិកររក្សាអញ្ចឹងឈ្មោះរបស់មនុស្សដែលមានឈ្មោះថារក្សាចាអញ្ចឹងពាក្យទាំងអស់នេះហើយគឺសំដៅទៅលើនាមចានាមសំដៅទៅលើមនុស្សចាអូខេចាអញ្ចឹងយើងមើលបន្ទាប់ទៀតគឺចានាមសំដៅទៅលើសត្វ animal ចា animal សំដៅទៅលើសត្វចាមានពាក្យអ្វីខ្លះចាមានពាក្យថា cat មានន័យថាឆ្មាដាក់ពាក្យជានាមដែរ dog សត្វឆ្កែ bird បក្សី fish មានន័យថាត្រីចាអញ្ចឹងវាអាចមានពាក្យច្រើនទៀតដែលទាក់ទងទៅនឹងសត្វនេះប៉ុន្តែអ្នកគ្រូលើកយកមកតែ4ពាក្យនេះបង្ហាញបងប្អូនទាំងអស់គ្នាឲ្យយើងបានយល់តែវាមានពាក្យច្រើនដែលរាប់មិនអស់ទេដែលទាក់ទងទៅនឹងនាមទាក់ទងទៅនឹងសត្វនេះចាយើងមើលតទៀតមើលនាមដែលតាក់ទងទៅនឹងវត្ថុឬក៏ភាសាអង់គ្លេសគេហៅថា thing ចាអញ្ចឹងមានន័យថាវត្ថុអញ្ចឹងនាមអ្វីខ្លះដែលសំដៅទៅលើវត្ថុជាឧទាហរណ៍ពាក្យថា book ចាប្រែថាសៀវភៅ pen bag table តុ ball បាល់ចាទាំងអស់នេះគឺជាវត្ថុហើយសំដៅទៅលើវត្ថុចាដែលថ្នាក់ពាក្យវាគឺជានាមដែលសំដៅទៅលើទីកន្លែងចានាមដែលសំដៅទៅលើទីកន្លែងហ្នឹងសំដៅទៅលើទីកន្លែងអ្វីខ្លះឥឡូវយើងមើលចាអញ្ចឹងសំដៅលើទីកន្លែងឧទាហរណ៍ថា school សាលារៀនណា house ផ្ទះ market ផ្សារ classroom ថ្នាក់រៀនឬក៏បន្ទប់រៀនអញ្ចឹងពាក្យទាំងអស់នេះគឺសំដៅទៅលើទីកន្លែងដែលយើងដែលយើងរស់នៅអីហ្នឹងគេហៅថានាមសំដៅលើទីកន្លែងអញ្ចឹងនាមនេះគឺវាមានផ្សេងវាមានច្រើនដល់ទៀតឧទាហរណ៍ថាបាត់ដំបងបន្ទាយមានជ័យផ្សារធំអីចឹងគឺជានាមដែរហ្នឹងណាចាគឺជានាមដូចគ្នាប៉ុន្តែនេះគ្រូលើកយកតែ4ធំនេះមកបង្ហាញឲ្យជាឧទាហរណ៍ឲ្យបងប្អូនទាំងអស់គ្នាងាយយល់នាមដែលតាក់ទងនឹងរុក្ខជាតិចាឬក៏ហៅថា plant ចារុក្ខជាតិឧទាហរណ៍ពាក្យថា tree flower grass and rice plant ចាអញ្ចឹងពាក្យទាំងអស់នេះគឺសំដៅទៅលើរុក្ខជាតិ tree ហ្នឹងគឺដើមឈើសំដៅទៅលើដើមឈើហ្នឹងគឺរុក្ខជាតិហ្នឹងឯងចា flower ផ្កាក៏ជារុក្ខជាតិដែរ grass ស្មៅអូខេ rice plant
plant មានន័យថាដើមស្រូវឬក៏ស្រូវហ្នឹងចាគឺពាក្យទាំងអស់នេះគឺសំដៅទៅលើរុក្ខជាតិអូខេចាឧទាហរណ៍នេះគឺសំដៅទៅលើមនុស្សចា This is my teacher This is my teacher ចានេះគឺជាគ្រូបង្រៀនរបស់ខ្ញុំនេះគឺជាគ្រូរបស់ខ្ញុំចាអញ្ចឹងបងប្អូនមើលតើពាក្យណាគឺជានាមចាពាក្យ teacher នេះគឺជានាមហើយដែលនេះគ្រូដាក់ពណ៌លឿងនេះចាគឺជានាមសំដៅទៅលើមនុស្សអូខេ This is my teacher ចានេះគឺជាគ្រូរបស់ខ្ញុំអូខេហើយយើងមើលឧទាហរណ៍ទី2មើលឧទាហរណ៍ទី2នេះគឺតកតងទៅនឹងចា I see a cat យ៉ា I see a cat យ៉ាមានន័យថាខ្ញុំឃើញសត្វឆ្មាមួយក្បាលចាខ្ញុំឃើញសត្វឆ្មាមួយក្បាលអញ្ចឹងពាក្យថា cat នេះគឺជានាមសម្ដៅទៅលើនាមសម្ដៅទៅលើសត្វចា cat មានន័យថានាមនឹងឯងនេះគ្រូដាក់ពណ៌លឿងនៅទីនេះចាហើយយើងមើលឧទាហរណ៍ចុងក្រោយនេះគឺ This tree is very tall This tree is very tall ចាអញ្ចឹងមានន័យថាដើមឈើនេះគឺខ្ពស់ណាស់ចាអញ្ចឹងបងប្អូនមើលថាពាក្យណាគឺជានាមនៅក្នុងប្រយោគនេះចាអញ្ចឹងពាក្យដែលជានាមគឺជាពាក្យ tree tree ដែលអ្នកគ្រូដាក់ពណ៌លឿងនេះគឺជានាមសំដៅលើរុក្ខជាតិចា tree គឺដើមឈើនឹងឯងចាដើមឈើនេះគឺខ្ពស់ណាស់អញ្ចឹងដើមឈើនឹងសំដៅទៅលើនាមនឹងឯងចាអរគុណសម្រាប់ការតាមដានវីដេអូនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៀត